ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនៅ comment សម្រាប់ធ្វើការ control ទៅលើ hardware ហើយនិង system control អញ្ចឹងចំណុចដំបូងដូចបានឃើញអញ្ចឹងខ្ញុំមាន slide មួយដែលបានពីលោកគ្រូដែលយើងនិយាយពីការប្រមូលផ្ដុំរបស់ comment ទៅលើ hardware system resource និង system control ទៅលើ Linux ជាក់ស្ដែងឧទាហរណ៍ CPU RAM storage រហូតដល់ network និង power management ទាំងអស់នៅក្នុងកន្លែងតែមួយអញ្ចឹងខ្ញុំនឹងវានៅ comment មួយដែលពាក់ព័ន្ធទៅនឹង CPU information comment ខ្ញុំវាទៅលើពាក្យថា LF CPU អញ្ចឹង LF CPU គឺជាកន្លែងមួយដែលយើងបង្ហាញនៅ architecture core thread model អីផ្សេងៗដែលនៅក្នុងកុំព្យូទ័ររបស់យើងជាក់ស្ដែងនៅក្នុងនេះគឺវាបង្ហាញនៅទិន្នន័យមួយចំនួនដែលមាននៅក្នុង CPU របស់យើងដូចអ្នកនរគ្នាបានឃើញអញ្ចឹងមួយទៀតគឺពាក់ព័ន្ធទៅលើ command top នេះគឺជា command មួយដែលបង្ហាញទៅលើCPU យើង using ទៅលើអីគេខ្លះហើយ process ទៅលើអីគេខ្លះអញ្ចឹងវានឹងបង្ហាញទាំងអស់នៅក្នុងprocess របស់យើងហ្នឹងនោះដូចអ្នកនរគ្នាបានឃើញអញ្ចឹងមួយទៀតគឺយើងអាចបញ្ចប់វាដោយ control C មួយទៀតគឺ htop ដូចទៅនឹង top ដែរទេតែគ្រាន់តែវាមាន interface ស្អាតជាង top ហើយយើងងាយស្រួលក្នុងការយល់ជាងមុនយើងជាក់ស្ដែងយើងមើលទៅលើ PID វាជាលេខមួយដែលសំខាន់ដែរសម្រាប់ធ្វើការយើងចង់ disable ឬ enable ឬក៏ kill នៅ process ណាមួយដែលកំពុង running យើងអាចធ្វើការយកលេខនៅ PID ដែលមាននៅក្នុងនេះយើងអាចធ្វើការ kill ឬក៏បិទចោលនៅ process ណាមួយអញ្ចឹងបន្តមកទៀតគឺខ្ញុំនិយាយពាក់ព័ន្ធទៅលើ RAM ឬក៏ memory comment ដែលវាគឺជាកន្លែងមួយដែលយើងបង្ហាញទៅលើតើថានៅក្នុងម៉ាស៊ីនរបស់យើងនេះមានប្រើប្រាស់ឲ្យគេខ្លះហើយនៅសល់ប្រមាណខ្លះអញ្ចឹងខ្ញុំធ្វើការ v3.8 អញ្ចឹងវានឹងបង្ហាញទិន្នន័យទាំងអស់ដែលមាននៅក្នុង Linux server របស់ខ្ញុំគឺទី1 total memory របស់ខ្ញុំមានចំនួន 3.8G ហើយខ្ញុំប្រើប្រាស់អស់435 មេហើយ free នៅអធិស្ឋានគឺខ្ញុំប្រើប្រាស់អស់435មេនៅសល់ 2.8G អញ្ចឹងចំពោះ free.8 ហ្នឹងគឺជាការបង្ហាញនៅ human readable format នៅ megabyte ឬក៏ gigabyte ដែលយើងនៅសល់នៅក្នុងការប្រើប្រាស់ហ្នឹងអញ្ចឹងមួយទៀតគឺពាក់ព័ន្ធទៅនឹង storage disk comment ដែលយើងវាយទៅលើ df.8 នេះគឺជាការបង្ហាញនៅ disk space របស់យើងដែលយើងប្រើប្រាស់ទៅលើ partition ទាំងអស់ហ្នឹងដែលមានឧទាហរណ៍ខ្ញុំប្រើប្រាស់នៅ size 392មេដែលប្រើប្រាស់ 1.1 មេហើយនៅសល់ប៉ុណ្នេះអញ្ចឹងចំពោះ comment storage disk comment នេះគឺជាការឆែកទៅលើ partition ទាំងអស់ដែលយើងមាននៅក្នុង Ubuntu server ហ្នឹងអញ្ចឹងមួយទៀតគឺពាក់ព័ន្ធទៅនឹង network ឬក៏ CPU information អាហ្នឹងចំណុចហ្នឹងគឺក៏សំខាន់ដែរក្នុងការធ្វើការ connect ទៅកាន់ power cell ដែលទៅលើម៉ាស៊ីនពិតរបស់យើងនេះគឺខ្ញុំប្រើទៅលើ VirtualBox ដែល run ទៅលើ Ubuntu server ហ្នឹងអញ្ចឹងយើងធ្វើការវាយ IPA ដើម្បីធ្វើការឆែកនៅ network របស់យើងមាន IP លេខប្រមាណខ្លះជាក់ស្ដែងដោយអ្នកទាំងអស់គ្នាបានឃើញអញ្ចឹង IP របស់ខ្ញុំមាន 172.20.10.7 នៅខាងក្រោមនេះអញ្ចឹងនេះជា IP របស់យើងដែលយើងអាចធ្វើការ connect ទៅកាន់ device ណាមួយឬក៏ទៅកាន់ power cell របស់កុំព្យូទ័រយើងជាក់ស្ដែងពាក់ព័ន្ធទៅលើមួយទៀតគឺពាក់ព័ន្ធទៅលើ system information comment នេះគឺខ្ញុំអត់បង្ហាញទេតែអ្នកទាំងអស់គ្នាអាចធ្វើការសិក្សាស្វែងយល់បន្ថែមមួយទៀតគឺ USB ឬក៏ battery info នេះក៏ជាចំណុចមួយដែរដែលយើងធ្វើការឆែកនៅ USB device list របស់យើងថាយើងមានអីគេខ្លះ LF USB អញ្ចឹងវានឹងបង្ហាញនៅ bus របស់យើងមាន bus ប៉ុន្មាន001 bus 002 device គេខ្លះហើយយើងប្រើទៅលើ Linux Foundation P2.0 root hub អញ្ចឹងគឺនេះជាបង្ហាញនៅ USB អញ្ចឹងមួយទៀតគឺពាក់ព័ន្ធនឹង process management
ឬក៏យើងធ្វើការពិនិត្យទៅលើប្រសេសរបស់យើងថា run លើគេខ្លះហើយយើងធ្វើការចង់ disable ឬក៏ kill ទៅលើប្រសេសណាមួយដែលកំពុង running ដូចខ្ញុំបង្ហាញពីលើមិញអញ្ចឹងនេះចំពោះនេះយើងធ្វើការវាយ command ហ្នឹងទៅ ps aux នេះវានឹងបង្ហាញនៅទិន្នន័យដែលយើងបានធ្វើការប្រសេសទាំងអស់ដែលកំពុង running នៅក្នុង Ubuntu server អញ្ចឹងហើយចំពោះចំណុចមួយទៀតគឺពាក់ព័ន្ធទៅនឹង kill មានថាយើងចង់ kill ទៅលើប្រសេសណាមួយដែលយើងកំពុង running ហ្នឹងដែលយើងយកប្រើប្រាស់ទៅលើPID តែធ្វើការ kill នៅប្រសេសកំពុង run ហ្នឹងឧទាហរណ៍ប៉ុណ្នេះខ្ញុំអត់បាក់ឧទាហរណ៍ជាក់ស្ដែងលេខប៉ុណ្ណឹងអញ្ចឹងខ្ញុំអត់ធ្វើការ kill ទេខ្ញុំខ្លាចមានបញ្ហា error ដោយសារខ្ញុំអត់ចង់ kill ទៅលើប្រសេសទាំងអស់ហ្នឹងទេអញ្ចឹងមួយទៀតគឺយើងអាចប្រើប្រាស់ទៅលើ kill ដក9ហើយ PID ហ្នឹងលេខដែលកំពុងតែប្រសេសហ្នឹងយើងអាចធ្វើការ kill បានហើយចំពោះមួយទៀតគឺពាក់ព័ន្ធទៅនឹង system shutdown ឬក៏ restart command ឧទាហរណ៍អ្នកទាំងអស់គ្នាចង់ធ្វើការ shutdown ទៅលើ Ubuntu server យើងដោយអត់ធ្វើការដោយមិនបាច់ចាំបាច់ទៅកាន់ file ឬក៏យើងធ្វើការបិទអីទេគាត់ធ្វើប្រើប្រាស់ទៅលើ sudo shutdown now ទៅវាម៉ាស៊ីនយើងនឹងបិទហើយមួយទៀតក៏យើងអាចធ្វើការកំណត់រយៈពេលគឺវិនាទីដែរ sudo shutdown .h ហើយយើងបូកជាមួយនឹងប្រមាណនាទី10នាទីឧទាហរណ៍ថាយើងចង់ shutdown 10នាទីទៀតវា shutdown ដាក់ប្រមាណ 20.30 អីចឹងទៅវានឹង shutdown ទៅតាមហ្នឹងអញ្ចឹងខ្ញុំអត់ shutdown ទេដោយសារខ្ញុំកំពុងតែបញ្យល់អ្នកនរគ្នាមួយទៀតគឺ command sudo reboot ហ្នឹងមានន័យថាយើងធ្វើការ restart នៅម៉ាស៊ីនរបស់យើងទៅពេលដែលយើងចុច shutdown reboot នឹងវា restart ម៉ាស៊ីនយើង automatic ហើយមួយទៀតគឺយើងប្រើប្រាស់ទៅលើ sudo power off ទៅពេលដែលយើងប្រើ sudo power off អ្នកនរគ្នាមិនបាច់ធ្វើការទៅកាន់ម៉ាស៊ីនធ្វើការបិទអីទេយើងគ្រាន់ប្រើប្រាស់ command មួយហ្នឹងទៅម៉ាស៊ីនយើងនឹងបិទ automatic មួយទៀតក៏យើងអាចធ្វើការ sudo reboot បានផងដែរ sudo reboot នឹង power off ដូចគ្នាទេឬក៏ restart អីណាអញ្ចឹងមួយទៀតគឺពាក់ព័ន្ធទៅនឹងនេះដូចខ្ញុំបានបង្ហាញមិញអញ្ចឹង shutdown គឺយើង shutdown ភ្លាមដែលមានមានប៉ុណ្ណឹងហើយអ្នកនរគ្នាអាចបានមើលបន្ថែមបាននេះដូចយើងអាចកំណត់នាទីទៅលើការ restart ឬក៏ shutdown អីចឹងទៅមួយទៀតគឺពាក់ព័ន្ធទៅនឹង process management ហ្នឹងដូចជាបង្ហាញផងដែរដែល ps aux យើងធ្វើការឆែកទៅលើ process របស់យើងថាកំពុង run ធ្វើអីគេហើយយើងចង់ kill process ណាមួយដែលប្រើប្រាស់ kill ហើយប្រើ PID ទៅយើងបិទ process ហ្នឹងទៅមួយបានហើយចំណុចសំខាន់ដែលខ្ញុំត្រូវលើកមកនិយាយគឺមូលហេតុអីបានយើងធ្វើការ sudo ដោយសារអីយើងឈរនៅលើ permission របស់យើងដែលជា admin អញ្ចឹងយើងធ្វើការប្រើប្រាស់ sudo ហើយមួយទៀតគឺយើងប្រើប្រាស់ទៅលើ control C ដើម្បីធ្វើការបញ្ចប់ command ណាមួយដែលយើងចង់បញ្ចប់ដែលវាកំពុង run ហើយយើងអាចធ្វើការបញ្ចប់វាបានឬប្រើ control C ទៅវាបញ្ចប់ហើយអញ្ចឹងចូលទៅកាន់ចំណុចមួយទៀតពាក់ព័ន្ធនឹងធ្វើការ clear មួយសិនមួយទៀតគឺយើងទៅលើ command ជំនួយមានថាយើងមាន command ជំនួយនៅក្នុង Linux ដែលមានវិធីសាស្ត្រ3យ៉ាងឬក៏ documentation សម្រាប់ command នៅក្នុង Linux ដែលយើងធ្វើការស្វែងយល់ឲ្យការប្រើប្រាស់ command របស់ Linux របស់យើងកាន់តែមានប្រសិទ្ធភាពហើយលឿនជាងមុននេះជាការបរៀនដោយលោកគ្រូរបស់ខ្ញុំហើយនៅ CTEC មួយទៀតគឺខ្ញុំចង់និយាយទៅលើ main page info page និង help flat អញ្ចឹងយើងធ្វើការសិក្សាទៅលើ main page តើ main page គេប្រើប្រាស់អីគេ main page គឺជា documentation លម្អិតសម្រាប់ comment ស្ទើរទាំងអស់ហើយនៅក្នុង Linux ហ្នឹងដែលយើងប្រើប្រាស់ដើម្បីមើលនៅពេលដែលយើងចង់ធ្វើការទៅសេទៅលើ Linux លឿនជាងមុនឧទាហរណ៍ខ្ញុំជាក់ស្ដែងទៅសេលើ main ls គឺវាបង្ហាញនៅពាក្យកាត់ដែលយើងចង់ដឹងឬក៏លឿនជាងមុនដូចឧទាហរណ៍ .a គឺ .all ហើយ .b escape .block b អីចឹងណាហើយជា key ជំនួយដល់យើងដែរដែលពេលដែលយើងអត់ចាំ
យើងអាចធ្វើការវាយ comment ហ្នឹងដើម្បីធ្វើការមើលដែរបន្ទាប់មកទៀតគឺពាក់ព័ន្ធទៅនឹងនេះជាចំណុចខ្លះៗដែលយើងចង់មើលថាយើងចង់ scroll មើលទៅណាទៅណីអញ្ចឹងយើងអាចធ្វើការចុច space ឬក៏ page down ហើយយើងអាចបញ្ចប់វាដោយប្រើ Q ដើម្បីចេញពី more view page ឬក៏អីចឹងណាមួយទៀតគឺនេះដូចជា main page selection វាជាតន័យនៅក្នុងហ្នឹងអ្នកទាំងអស់គ្នាអាចធ្វើការអានបានហើយស្វែងយល់បន្ថែមបាននេះខ្ញុំធ្វើការទៅលើ info page ម្ដងដែលពាក់ព័ន្ធទៅនឹង documentation ដែលជាទម្រង់ hypertext ដែលពីច្រើន hypertext យើងឃើញនៅក្នុង HTML ដែលជាទម្រង់ HTML ដែលយើងតែងតែសេពីមុនហ្នឹងដែលជា web developer ហ្នឹងយើងចង់ធ្វើការ run យើងដំបូងយើងត្រូវស្វែងយល់ថាតើជា command info គឺជាអីគេនៅក្នុងហ្នឹងពីច្រើនគេប្រើវាជា hypertext ដែលជាញឹកញាប់គេមាននៅក្នុង main page អញ្ចឹងខ្ញុំធ្វើការវាយ info list អញ្ចឹង info list វានឹងបង្ហាញទម្រង់ជា hypertext ជាច្រើនដែលយើងត្រូវស្វែងយល់ដែលយើងចង់ស្វែងយល់អញ្ចឹងណាបន្ថែមអញ្ចឹងអ្នកនរគ្នាអាចអានបានដែលនេះដូចជាដក A ស្មើដក all មានអីគេខ្លះអីអញ្ចឹងណាខ្ញុំចុច Q ដើម្បីបញ្ចប់ហើយមួយទៀតគឺនេះជាចំណុចខ្លះដែលងាយស្រួលក្នុងការមើលអ្នកនរគ្នាអាចអានបានដែលចុច Q ទៅគាត់អាចចាក់ចេញពី info មួយទៀតគឺដក flat គឺជំនួយខ្លាំងហើយជំនួយច្រើនតែនដែលធ្វើឲ្យយើងងាយស្រួលការធ្វើការទៅលើ Linux server ហ្នឹងលឿនជាងមុនហើយងាយស្រួលមើលជាងមុនដែលយើងប្រើប្រាស់ឧទាហរណ៍ថាយើងប្រើទៅលើអីគេ LF មានថា list ថាតើនៅក្នុងpermission របស់យើងមានអីគេខ្លះមានអីគេដូចជាខ្ញុំមាន file backup.txt AU35 មួយទៀតយើងប្រើទៅលើ LF .help អាហ្នឹងជាជំនួយដែរដែលយើងអាចមើលទៅលើ key ណាមួយដែលយើងភ្លេចអីចឹងយើងអត់ដឹងថាដក x អីគេដក z អីគេយើងអាចមើលបាននេះនៅក្នុងហ្នឹងវាជំនួយដល់យើងច្រើនមែនតើដែលលក្ខខណ្ឌដែលយើងភ្លេចនេះជាចំណុចខ្លះហើយមួយទៀតគឺនេះជាពាក់ព័ន្ធនឹងការប្រៀបធៀបរវាងវិធីសាស្ត្រទាំង3ហ្នឹងលក្ខណៈ detail level គឺ main page របស់វាខ្ពស់ថាវាភាសាខ្ពស់ info page ខ្ពស់ណាស់តែវារ៉ាលឿនហើយដក help flat ហ្នឹងវាយឺតជាងមុនទៅលើ workflow comment តែបន្ថែមដែលមានអត្ថប្រយោជន៍ច្រើនដែរដែលយើងសេមិញហ្នឹងដូចជា LS help ហ្នឹងដើម្បីជំនួយឲ្យយើងពេលដែលយើងភ្លេចអញ្ចឹងមែន LS ការយងលម្អិតនៅទិន្នន័យមួយចំនួនinfo LS tutorial C ជំរឿស្វែងរក comment ជាដើមអញ្ចឹងអ្នកនរគ្នាអាចធ្វើការមើលបានមួយទៀតគឺនេះគឺជាចំណុចបន្ថែមដែលនេះឧទាហរណ៍ថាខ្ញុំចង់ស្វែងរកពាក្យណាមួយនៅក្នុង page ហ្នឹងខ្ញុំប្រើពាក្យនេះហើយខ្ញុំប្រើ main អញ្ចឹង main ហ្នឹងគឺខ្ញុំអត់មានទេអញ្ចឹងវាអត់បង្ហាញទេយើងអាចប្រើ what is នេះយើងអាចមានថាយើងឧទាហរណ៍ទៅលើ what is ls អញ្ចឹង ls នេះវានឹងបង្ហាញអញ្ចឹងទៅ which យើងអាចប្រើ which part ណាមួយនៅក្នុង comment របស់យើងហើយមានអីច្រើនណាហើយទៅបន្តមកទៀតនេះជាសក្តីសង្ខេបការប្រើប្រាស់ help system ដែលមានប្រសិទ្ធភាពយើងប្រើប្រាស់ help ប្រើប្រាស់សម្រាប់រំលឹក syntax របស់យើងនៅពេលដែលយើងភ្លេចហើយវាជំនួយដល់យើងច្រើនមែនតើហើយក៏ប្រើប្រាស់ main page ចូលទៅកាន់ main page ដើម្បីធ្វើការលម្អិតទៅលើ option agreement ហើយ behavior អីជាដើមអញ្ចឹងស្វែងយល់ពី info page សម្រាប់ tutorial ទូលំទូលាយស៊ីជម្រៅរបស់ CPU tool របស់យើងការ search នៅលើ comment ដែលប្រើប្រាស់ main.k ហើយ what is ដើម្បីស្វែងយល់ពី comment ថ្មីហើយគឺចំណុចរបស់ខ្ញុំមានប៉ុណ្្នឹងទេហើយក៏អរគុណសម្រាប់ការយកចិត្តទុកដាក់អរគុណច្រើន